សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកពិពណ៌នាអំពីពូមួយប្រភេទដែលមនុស្សមួយចំនួនមិនទាន់បានស្គាល់ពូប្រភេទនេះទេហើយពូប្រភេទនេះតែងតែរស់នៅក្នុងដីភក់ជាជាងរស់នៅលើគោកតើអ្នកទាំងអស់គ្នាគិតថាជាពូប្រភេទអ្វីដែលខ្ញុំនឹងលើកមកនិយាយអ្នកទាំងអស់គ្នាដឹងទេនេះគឺជាពូអុចហើយពូប្រភេទនេះវាតែងតែមានវត្តមាននៅក្នុងតំបន់ត្រូពិចក្តៅហើយសើមជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងសម្បូរវត្តមានពូប្រភេទនេះផងដែរតំបន់មួយចំនួនក៏គេហៅពូនេះថាពូអេចាពូប្រភេទនេះវាមានប្រវែងដងខ្លួនប្រហែលកន្លះម៉ែត្រនិងទម្ងន់កន្លះគីឡូពណ៌របស់វាគឺពណ៌ខ្មៅលាយបង្កង់ពណ៌សលក្ខណៈសម្គាល់របស់ពូអុចវាមានចុងកន្ទុយពណ៌ក្រហមទឹកក្រូចនៅពេលដែលវាមានអារម្មណ៍ថារងការគំរាមកំហែងពីសត្រូវវាតែងតែលើកចុងកន្ទុយរបស់វាបើកពែធ្វើឲ្យសត្រូវរបស់វាច្រឡំថាជាក្បាលដើម្បីវាមានឱកាសរត់គេចខ្លួនវាគឺជាពូមួយប្រភេទដែលមានពឹសកម្រិតស្រាលវាមិនបង្កហានិភ័យទៅដល់អាយុជីវិតមនុស្សទូទៅប៉ុន្តែវាអាចបង្កឲ្យមានការឈឺចាប់ចន្លោះពី2ទៅ3ថ្ងៃផងដែរសូមបញ្ជាក់ផងដែរថាពូប្រភេទនេះវាមិនយកកន្ទុយរបស់វាទៅអុជនោះទេវាគ្រាន់តែបើកកន្ទុយដើម្បីការពារខ្លួនជាក់ស្ដែងពូប្រភេទនេះគឺវាយកមាត់របស់វាទៅខាំនៅពេលដែលវារងការគំរាមកំហែងពីសត្រូវរបស់វាហើយជាទូទៅពស់អុចឬក៏ពស់ដែកចាតែងតែរស់នៅតំបន់ដីសើមដូចជាទន្លេបឹងក្នុងស្រែហើយក៏ពេលខ្លះក៏តែងតែមានវត្តមាននៅក្រោមគូពាងចិត្តផ្ទះយើងផងដែរមូលហេតុដែលពស់ប្រភេទនេះវារស់នៅក្នុងដីភក់ដោយសារតែវាតាមប្រមាញ់អាហារដ៏ឈ្ងុយឆ្ងាញ់របស់វាគឺសត្វអន្ទង់ហើយពេលខ្លះពស់ប្រភេទនេះក៏វាចាប់កង្កែបត្រីក្តាមជាអាហារផងដែរដូចនេះហើយទើបយើងតែងតែឃើញវត្តមានរបស់វាមាននៅក្នុងលបអួនសំណាញ់របស់ប្រជានេសាទទៅពស់ប្រភេទនេះចូលចិត្តរកស៊ីនៅពេលយប់ហើយពេលថ្ងៃដេកសម្ងំលាក់ខ្លួនវាមានអត្តចរិតស្លូតបូតចូលចិត្តរត់គេចជាជាងការបើកការវាយប្រហារជាមួយសត្រូវដូចនេះហើយតំបន់ដីភក់គឺជាជម្រកដ៏ល្អបំផុតសម្រាប់លាក់ខ្លួនការពារខ្លួននិងរកចំណីសរុបមកពូអុចគឺជាពូមួយប្រភេទដែលមិនមានហានិភ័យដល់មនុស្សយើងនោះទេហើយវាក៏បានរួមចំណែកនៅក្នុងប្រព័ន្ធអេកូឡូស៊ីផងដែរតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះពូមួយប្រភេទនេះជាចុងក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការមើលវីដេអូតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ like subscribe channel នេះខ្ញុំផងណាបាយបាយមកពេលប៉ុណ្ណឹងអុច